សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបតម្លើង OS ហើយថ្ងៃនេះយើងនឹងលើកយក Windows 7 32 bit ជាមុនតម្លើងបាទប៉ុន្តែមុននឹងតម្លើងកម្មវិធីខ្ញុំសូមណែនាំខ្លះៗបាទយើងអត់មានម៉ាស៊ីនពេតដើម្បីតម្លើងទេអញ្ចឹងយើងនឹងប្រើ tool មួយឬក៏ software មួយដើម្បីជំនួសឲ្យម៉ាស៊ីនពេតរបស់យើងដែលយើងហៅថា VMware Workstation បាទ VMware Workstation VMware Workstation គឺជា software workstation មួយដែលបង្កើតឡើងដោយក្រុមហ៊ុន VMware ហើយ VMware មានន័យថាម៉េច VMware មានន័យថា Virtual Machine Software ដែលគេកាត់យកពាក្យអក្សរ V នឹងមួយមកអក្សរ M នឹងមួយមកហើយ V អញ្ចឹង VMware បាទវាគឺជា software មួយដែលយើងតែងតែហៅថា software ម៉ាស៊ីនសិប្បនិម្មិតបាទវាជា software ម៉ាស៊ីនសិប្បនិម្មិតដែលអាចឲ្យយើងអនុវត្តការតម្លើងផ្សេងឬក៏ការ configure ផ្សេងដោយមិនបាច់ប្រើម៉ាស៊ីនពេតបាទអញ្ចឹងបន្តទៀតខ្ញុំនឹងបង្រៀនពីរបៀបបើកកម្មវិធីហ្នឹងរបៀបបើកកម្មវិធីហ្នឹងអញ្ចឹងយើងមានវិធីមួយចំនួនយើងអាចចុច Windows R ហើយយើងវាយពាក្យទៅ VM Enter អញ្ចឹងយើងនឹងអាចបើកបានឧទាហរណ៍ចុច Windows R មក key Windows ហើយនឹង key R អញ្ចឹងវាចាញ់មកអញ្ចឹងហើយយើងវាយពាក្យទៅ VM វាហើយយើង Enter មកវានឹងចាញ់កម្មវិធីហ្នឹងបាទឧទាហរណ៍យើង Enter ឬក៏ OK មកអញ្ចឹងយើងនឹងឃើញកម្មវិធីហ្នឹងចាប់ផ្ដើមមកអូខេវិធីមួយទៀតយើងអាចចុច Windows key បាទចុច Windows key មកយើង search វាយពាក្យ VMware តែម្ដង VMware បាទអញ្ចឹងវាចាញ់មកយើង select វាមកលើ workstation ហ្នឹងអញ្ចឹងយើងបើកកម្មវិធីចាប់ផ្ដើមមកដូចគ្នាឬក៏យើងចុច Windows key ហើយយើង select យក all program សម្រាប់ Windows 7 សម្រាប់ Windows 8 ឬក៏ Windows 10 យើងយក all app ហើយយើង select យកពាក្យ VMware ហើយយើង select យកពាក្យ VMware Workstation យើងសាកអស់គ្នាតោះយើងចុច key window ឬក៏យើងចុចនៅលើ OS យើងតែម្ដង key window all app ឬក៏ all program ហើយយើង scroll រកពាក្យ VMware យើងអាច scroll ណា scroll វាចឹងមកយើងរកពាក្យថា VMware ហើយយើង select យក VMware Workstation បាទនេះគឺជាវិធីក្នុងការចាប់ផ្ដើមកម្មវិធីឬក៏វិធីក្នុងការបើកកម្មវិធីក៏បានដែរបាទឥឡូវយើងចេះបើកកម្មវិធីទាំងអស់គ្នាណាបាទសិនមកតែយើងចេះអូខេអញ្ចឹងយើងបង្រៀនពីរបៀបប្រើប្រាស់មួយចំនួនដំបូងគឺយើងបង្រៀនពីរបៀបបង្កើតម៉ាស៊ីនថ្មីបាទបង្កើតម៉ាស៊ីនសិប្បនិម្មិតមួយថ្មីដូចជាម៉ាស៊ីនយើងមែនតើអញ្ចឹងបាទហើយបន្តទៀតយើងនឹងរៀនពីរបៀបកែវាមានកែប្រែចង់ add ការ hardware បន្ថែមចង់តម្លើង RAM បន្ថយ RAM ឬក៏ CPU អីចឹងដាក់ disk ចូលឬក៏មិនគឺយើងcustomize ហ្នឹងបន្ទាប់មកយើងចាប់ផ្ដើមបើកម៉ាស៊ីនរបស់យើងឬក៏បិទឬក៏យើងផ្អាកវាសិនបាទអូខេអញ្ចឹងយើងចាប់ផ្ដើមនៅចំណុចទី1របស់គ្នា how to use ហ្នឹងគឺ create new VM អូខេអញ្ចឹងវិធីក្នុងការបង្កើតម៉ាស៊ីនថ្មីគឺយើងអាចចុចនៅលើ home page របស់ VMware តែម្ដងនេះគេហៅ home page ឬក៏ home tab បាទអញ្ចឹងយើងឃើញមានរូបសញ្ញាមួយហើយគេមានដាក់អក្សរមួយមុខថា create a new virtual machine អញ្ចឹងយើងចុចលើនឹងមកអញ្ចឹងវាចាញ់ wizard មួយដែលអនុញ្ញាតឲ្យយើងបង្កើតម៉ាស៊ីនថ្មីបាទអូខេខ្ញុំបិទចោលសិនអញ្ចឹងមានវិធីមួយទៀតយើងចុចលើ file ហើយយើងយកពាក្យថា new virtual machine បាទឬក៏យើងឃើញមាន key មួយshortcut key មួយគេដាក់ថា control n អញ្ចឹងយើងអាចចុចនៅលើ file យកពាក្យថា new machine ក៏បានឬក៏យើងចុច key control n បាទអូខេអញ្ចឹងខ្ញុំចុច key control n យើងចាញ់ reset អញ្ចឹងហើយយើងកុំខ្វល់ option advanced ហ្នឹងអញ្ចឹងយើងយកតែ typical ទៅដំបូងអញ្ចឹងបាទអញ្ចឹងយក typical next ហើយខ្ញុំនឹងដាក់ OS វាពេលក្រោយបាទ next អូខេអញ្ចឹងនៅពេលនេះខ្ញុំចង់តម្លើង Windows
732 bit បាទអញ្ចឹងយើង select យក Windows យើងកុំ select យក Linux ឬក៏ Novel អីអញ្ចឹងយើង select យក Microsoft Windows ហើយយើងជ្រើសរើស version របស់វាឬក៏ series របស់វាអញ្ចឹង series ដែលយើងត្រូវការគឺ 7ហ្នឹងគឺស្មើនឹង 732 bit បើយើងយក 7x64 អញ្ចឹងវាស្មើនឹង64 bit ប៉ុន្តែយើងអត់ចង់បាន64 bit ទេអញ្ចឹងយើងយកតែ7ទេបាទប៉ុន្តែជា default គឺវាយក7 auto ហើយអូខេបន្ទាប់មកយើង next ហើយយើងដាក់ឈ្មោះរបស់វាសាច់យើងទេកន្លែងហ្នឹងអញ្ចឹងខ្ញុំបន្ថែមដាក់ថា32 bit អីចឹងទៅយើងអាចទុក default ក៏បានដែរហើយយើងមើលទីតាំងដែលវា store ទុកជា default គឺទុកក្នុងឈ្មោះ user របស់យើង document folder document folder មួយឈ្មោះ personal ហើយវាដាក់ឈ្មោះអ្វីយើងដាក់ហ្នឹងយើងដូរឈ្មោះគឺកន្លែងដូរដូចគ្នាបាទយើងទុកវា default ចោលទៅហើយ next កន្លែងនេះយើងរើសទំហំ hard disk តែយើងចង់បានទំហំ hard disk ប្រហែលឥឡូវពេលហ្នឹងខ្ញុំយក 100G ចុះបាទយក 100G ប៉ុន្តែ recommend មកគេឲ្យមក 60G តែយើងអាចដាក់ប្រហែលក៏បានតែយើងបាទហើយកុំខ្វល់ option មួយហ្នឹងហើយយើងទៅបន្តមកទៀត next អូខេយើងអាចកាត់សម័យ hardware ហើយឬក៏យើង finish សិនក៏បានដែរបាទអញ្ចឹងខ្ញុំ finish សិនទៅអូខេអញ្ចឹងបន្ទាប់ពី finish យើងបាន Windows 7 32 bit មួយប៉ុន្តែវាជា hardware ទេយើងអត់ទាន់មានបាន install អីទេអានេះគាត់ទៅជាឈ្មោះសំខាន់គឺយើងបានជា hardware គឺស្មើយើងនឹងយើងបានបង្កើតម៉ាស៊ីនមួយថ្មីដូចជាយើងទិញម៉ាស៊ីនមកពីក្រុមហ៊ុនគេថ្មីអត់ទាន់មានអីទាំងអស់បាទមានតែម៉ាស៊ីនហើយមាន RAM CPU អញ្ចឹងទៅអត់ទាន់មាន OS ទេបាទអូខេអញ្ចឹងពេលនេះខ្ញុំដាក់ CD ចូលដាក់ CD Windows 7ចូលអញ្ចឹងយើង select លើ CD ពីរដងមកបាទអញ្ចឹងបើសិនជាយើងមាន Windows យើងមាន CD Windows 7ជាប់នៅម៉ាស៊ីនផ្ទាល់របស់យើងមកអញ្ចឹងយើងរើសយកមួយនឹងហើយយើង select try មកបាទប៉ុន្តែពេលនេះគឺខ្ញុំប្រើ software ISO បាទ software ISO គឺជា software មួយដែលយើងប្រើជំនួសឲ្យ CD ឬក៏ DVD អញ្ចឹងយើង select មកជាក់ស្ដែងនៅពេលហ្នឹងនៅពេលដែលខ្ញុំកំពុងតែ install ហ្នឹងគឺខ្ញុំមានទុក ISO file នៅក្នុង drive C ហើយ folder មួយឈ្មោះថា ISO រួចស្រេចទៅហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចនៅទីតាំងផ្សេងគ្នាអញ្ចឹងទៅអាចនៅលើ desktop ឬក៏នៅទីតាំងណាមួយតែចំពោះខ្ញុំសម្រាប់ការបង្ហាញហ្នឹងគឺខ្ញុំទុកក្នុង drive C folder ISO ហើយមានfile ISO មួយឈ្មោះថា WinPro 732អញ្ចឹងយើង select វាមក open មកតែហ្នឹងយើងចុច OK ប៉ុណ្ណឹងស្មើនឹងយើងបានម៉ាស៊ីនថ្មីមួយហើយយើងដាក់ disk ចូលទៅក្នុងម៉ាស៊ីនហើយបាទឥឡូវយើងចាប់ផ្ដើមបើកម៉ាស៊ីនរបស់គ្នាតោះយើងចុចនៅកន្លែងហ្នឹងក៏បានយើងចុចនៅកន្លែងហ្នឹងក៏បានបាទអញ្ចឹងខ្ញុំចុចនៅកន្លែងហ្នឹងមក power on ត្រូវប្រកាសថាអ្នកទាំងអស់គ្នាបានដាក់ disk ហើយមុននឹងយើងបើកម៉ាស៊ីនបាទចុច finish installing មកអូខេយើង scroll ចុះក្រោមមើលមកអូខេវាដំណើរការហើយបាទ Windows 7បើយើងចាប់ផ្ដើម start ហើយ starting Windows អូខេដើម្បីងាយស្រួលអ្នកនរគ្នាងាយស្រួលមើលអញ្ចឹងខ្ញុំដាក់វាជា full screen មកបាទ full screen នៅវាពេញ screen តែម្ដងយើងមើលកន្លែងអក្សរនេះគេដាក់តាមម៉េចយើងចង់ចាញ់ហើយវិញយើងជួយ control Alt ដើម្បីចាក់ចាញ់ពីក្នុង full screen ហ្នឹង control Alt បាទចាំមកហើយយើងចុច control Alt Enter ដើម្បី exit full screen បាទត្រូវ Enter អូខេមកយើងចាប់ផ្ដើមតឡើងទាំងអស់គ្នាអញ្ចឹងដំបូងយើងកុំខ្វល់ពីភាសាឬក៏យើងកុំខ្វល់ដោយសារអង់គ្លេសស្រាប់ហើយអញ្ចឹងយើង next មកហើយចុចលើ install now ហើយយើងរងចាំតិចទៅ set up ពុំចាប់ផ្ដើមហើយបន្ទាប់មកយើង accept license agreement បាទយើងអាចអានបានបើយើងមានពេលវេលាគ្រប់គ្រាន់យើងអាន data ពេលយើង accept ហ្នឹងយើង accept អីគេខ្លះបាទតែឥឡូវយើង accept មកបើយើងអត់ accept ទេវាឲ្យទៅមុខទេអញ្ចឹងយើងត្រូវ accept next
ok chẳng dân admin upgrade thế cái dân install thì máy dân vô custom hay next màu dân cầm tên call chạy partition ấy chẳng dân next màu ok chẳng nó không làm nặng cao với nó cứ việc chấp đang copy file ok lươn thế được ra dân para ISO file nó không local machine mà dưới mà sao dân para lươn network chẳng bị ảnh dùแต่เราได้แต่ក្នុង video របស់យើងហ្នឹងខ្ញុំប្រើផ្ទាល់ជាមួយម៉ាស៊ីនរបស់យើងមក ISO file ហ្នឹងចឹងវាចាប់ផ្ដើម expand window file នៅក្នុងដំណាក់កាលហ្នឹងប្រហែលជាអាចចំណាយពេលយូរបន្តិចបាទចឹងយើងមានតែការរងចាំទេចឹងយើងរងចាំតិចទៅអូខេ 1% ហើយ 2% បាទ 3% 4%បាទក្នុងដំណាក់កាលពេលហ្នឹងប្រហែលជាវាអាចយូរបន្តិចចឹងយើងរកចាំចឹងខ្ញុំសុំពោសសិនអូខេ 96% ហើយនៅក្នុងដំណាក់កាល expanding window file ហ្នឹងវាអាស្រ័យទៅលើម៉ាស៊ីនហើយនឹងអាស្រ័យទៅលើ disk ឬក៏ទីតាំងយើងទុក disk image ហ្នឹងបើសិនជាម៉ាស៊ីនយើងដើរលឿនចឹងវាដើរលឿនតាមហ្នឹងទៅអាចជា10នាទីឬ20នាទីហើយបើសិនជាម៉ាស៊ីននឹងយូរចឹងដំណាក់កាលហ្នឹងគឺអាចចំណាយពេលរហូតដល់កន្លះម៉ោងឬក៏40នាទីអូខេចឹង install feature ឥឡូវបង install update អូខេអូខេអញ្ចឹងវានឹង restart ម្ដងហើយក្នុងដំណាក់កាលយើង install នោះវាអាច restart ម្ដងឬ2ឬក៏3ដងយើងកុំប៉ះពាល់អីទាំងអស់បាទកុំព្យាយាមចុច key អីអូខេ restart ម៉ាស៊ីនហើយអូខេ service ចាប់ដើម start ហើយអញ្ចឹងមានតែយើងចិត្តចប់ហើយដំណាក់កាល install របស់យើងយើងមើលដំណាក់កាលគេcollection information install window ចឹងបាទជាងវាក៏ដល់ហើយកន្លែងហ្នឹងលឿនទេបាទយើងរងចាំទាំងអស់គ្នាចំពោះម៉ាស៊ីនលោកគ្រូប្រហែលជាលឿនជាងម៉ាស៊ីនអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវរងចាំបាទអត់ធ្មត់រងចាំអាចគាំងខ្លះអីខ្លះអញ្ចឹងទៅអូខេ អូ
restart ម្ដងទៀតដែរបាទហើយយើងកុំប៉ះពាល់អីទាំងអស់ចាំកន្លែងហ្នឹងនៅពេលយើងប៉ះ key ឬក៏អីមួយវាអាចនឹងមានបញ្ហាអញ្ចឹងនៅម្ដងពេល restart អ្នកទាំងអស់គ្នាត្រូវចាំថាអ្នកទាំងអស់គ្នាអត់មានប៉ះពាល់អីទេគឺឲ្យវា restart តាមដំណើរបាទអូខេវាចាប់ផ្ដើមរៀបចំម៉ាស៊ីនរបស់យើងជាលើកដំបូងបាទចិត្តចប់ហើយអូខេយើងដល់ដំណាក់កាលដាក់ឈ្មោះ user ឈ្មោះអ្នកប្រើប្រាស់ហើយនឹងឈ្មោះម៉ាស៊ីនម្ដងបាទអញ្ចឹងឥឡូវខ្ញុំដាក់ឈ្មោះខ្ញុំមកទៅអូខេជាទូទៅឈ្មោះ user ហើយនឹងឈ្មោះរបស់ម៉ាស៊ីនគឺអាចដូចគ្នាទេចាំកន្លែងហ្នឹងអូខេយើងអាចសាកមើលយើងដាក់ឈ្មោះដូចគ្នាវាឲ្យទៅអត់អូខេអញ្ចឹងវាឲ្យទៅទេអញ្ចឹងយើងអាចដាក់ PC អញ្ចឹងទៅអូខេដើម្បីឲ្យខុសគ្នាអូខេ password នៅកន្លែងហ្នឹងខ្ញុំលងចូលសិនយើងអាចដាក់ក៏បានមិនដាក់ក៏បានអញ្ចឹងខ្ញុំអត់ដាក់ទេអូខេកន្លែងនេះយើងទាក់ទងនឹង security update អីហ្នឹងយើងមិនបាច់ទាន់ទេយើងយក ask me later អូខេអញ្ចឹងយើងរើសពេលវេលាចំពេលវេលារបស់ប្រទេសយើងមកដោយសារអត់មានភ្នំពេញទេម៉ោងប៉ុន្តែយើងចាំបង7បាទ UTC បង7ប៉ុន្តែយើងយកបាងកកអីចឹងមកបាងកកហាណូយយ៉ាងតាមបាទហើយ nextអូខេអញ្ចឹងយើងចប់ប៉ុណ្ណឹងហើយទៅទៀតយើងនឹងចាប់ផ្ដើមចូលទៅដល់ Windows អូខេ welcome អូខេអញ្ចឹងការ install Windows របស់យើងចប់តែប៉ុណ្ណឹងបាទយើងបាន Windows មួយប្រើប្រាស់ដូចជាម៉ាស៊ីនពិតរបស់យើងហើយវាកំពុងតែរៀបចំ desktop របស់យើងរៀបចំ profile របស់យើងអូខេចប់តែប៉ុណ្ណឹងសម្រាប់ការ install ប៉ុន្តែខ្ញុំសូមប្រាប់បន្តិចបាទជាទូទៅនៅពេលយើង install ចប់ហើយយើងអាច copy ឯកសារចេញចូលបានទេបាទអញ្ចឹងដើម្បីអាច copy ឯកសារចេញចូលពីម៉ាស៊ីនពិតរបស់យើងចូលទៅក្នុងម៉ាស៊ីន VMware ហ្នឹងយើងត្រូវ install tool មួយហៅថា VMware tool អញ្ចឹងយើងចូល VM មក menu VM មកហើយយកពាក្យថា install VMware toolដើម្បីវាមានការងាយស្រួលក្នុងការ copy ឯកសារចេញចូលក្នុងម៉ាស៊ីនរបស់យើងទៅក្នុងម៉ាស៊ីន VMware បាទអូខេអញ្ចឹងវា load មកហើយយើងចុចថា run setup ហើយយ៉ាមកហើយករណីបើសិនជាវាអត់ load មកទេយើងអាចចូលទៅក្នុង Windows Explorer បាទយើងចុចលើ Windows Explorer យើងចុចយកពាក្យ CD បាទយើង right click ហើយopen វាឬក៏ run វាទៅបាទយើងអាច install ឬក៏ open វាចឹងមកតែឥឡូវយើងមិនបាច់ទេអូខេកម្មវិធីចាប់ផ្ដើមហើយអញ្ចឹងយើង next មកអត់មានអីពិបាកច្រើនទេយើង next ហើយយើងយក type call ចឹងមក next ហើយ install បន្ទាប់ពី install ចប់វានឹងទាមទារយើង restart ម៉ាស៊ីនអញ្ចឹងយើង restart មួយតាមវាទៅបាទយើង restart តាមវាទៅចូលវិញយើងនឹងអាច copy ឯកសារបានហើយអូខេឥឡូវយើង finish ហើយចប់ហើយបាទហើយវានឹងទាមទារ restart អញ្ចឹងចុច yes មកវានឹង restart ម៉ាស៊ីនមកយើងចាំមកទៅវា restart ម៉ាស៊ីនអូខេ
ok ឥឡូវបន្ទាប់ពីយើង install VMware tool ហើយយើងមានឃើញអីប្លែកអត់បាទឃើញ Windows យើងហ៎ Windows យើងវាពេញអាច full screen ល្អអញ្ចឹងទៅបាទ full screen គឺវា full screen អញ្ចឹងមកកាលមុនអត់ full screen ទេដល់ពេលយើងដាក់ full screen វាបានតែប៉ុណ្្នឹងទេនេះប៉ុណ្្នឹងអញ្ចឹងមកតូចអត់ full ទេបាទអូខេឃើញទេឃើញវាប្រែប្រួលទេបាទឃើញទេយើងទាញមកប៉ុណ្្នឹងវាប៉ុណ្្នឹងតាមពេញ screen អញ្ចឹងមកយើងអាច copy ឯកសារទាញចេញចូលបានបាទឃើញទេឃើញទេឃើញមានឯកសារដូចគ្នា book 1 ហើយ book 1 ដូចគ្នាអូខេអូខេអញ្ចឹងខ្ញុំចង់ copy គេ wallpaper ចូលអញ្ចឹងយើង copy មក right click បាទ copy right click បាទមុនពេលយើង install VMware tool គឺយើងអាចធ្វើអញ្ចឹងបានទេចាំមកកន្លែងហ្នឹងអូខេអញ្ចឹងអរគុណសម្រាប់ការទស្សនាទាំងអស់គ្នាខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចធ្វើបានបាទ